ជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាបាទឥឡូវនេះយើងបង្ហោះខ្លែងសាមីទៀតហើយពុកម៉ែបងប្អូននេះគឺនីក្លូពុកម៉ែបងប្អូនបាទហើយខ្លែងកតុយធ្វើពីសយោពុកម៉ែបងប្អូនសយោបូមទឹកយើងហ្នឹងបាទហើយអធិស្ឋានចំពោះកាមេរ៉ាព្រោះពេលខ្ញុំដើរវាញ័រអញ្ចឹងពុកម៉ែបងប្អូនជប់លើកខ្លែងកាន់ថតមួយលើកខ្លែងកាន់សិនហើយហ្នឹងបាយទាំងខ្លែងទាំងអីមិនណែបាយខាងនោះអញ្ចឹងជប់តោះពលាសាយខ្លែងឯងពីណាគេហោះស្អែកចេះបាទពុកម៉ែបងប្អូនបាទហើយនោះហើយយីយោនោះខ្លែងដែរពុកម៉ែបងប្អូនបាទហើយនេះគឺខ្លែងភាសាខ្យល់បក់ប្រភពមានតែជាប់នឹងហ្មងពុកម៉ែបងប្អូនបាទហើយយើងបោះខ្លែងនេះគឺបោះម៉ោង4ម៉ោង3ម៉ោង4ពុកម៉ែបងប្អូនបាទតើអើយពុកម៉ែបងប្អូនបាទអូអ្នកហត់ហើយហត់មកវិញហាអេហត់មកក្រោយវិញហើយហត់មកទៅខ្យល់នោះពុកម៉ែបងប្អូនបាទនោះសគឺគូពងស៊ីខ្លែងពុកម៉ែបងប្អូនបាទមិនខ្លែងស៊ីគូស៊ីខ្លែងនោះបោះទៅសាមីហត់មកនេះវិញមកហាហត់ទៅនងជាប់ដើមថ្នោតលើឯងនោះខ្លែងជាប់ដើមថ្នោតនោះលើម៉ែបងប្អូននេះខ្លែងនេះគឺជាទេសភាពពេលល្ងាចដ៏សិតតែជើងច្រាំងពុកម៉ែបងប្អូនបាទអត់មានអីទេមានជើងច្រាំងអានោះនេះហត់ខ្លែងគេនៅនោះពុកម៉ែបងប្អូនឥឡូវនេះឲ្យពុកម៉ែបងប្អូនបាទទស្សនាមកជុំហ្មងពុកម៉ែបងប្អូនបាទមានអីទេមានតែវាស្រែហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងដែរពុកម៉ែបងប្អូនបាទគឺខ្លែងមើលទៅមិនហោះទេពុកម៉ែបងប្អូនបាទហើយកុំភ្លេចជួយ follow ជួយ subscribe លើ channel YouTube ខ្ញុំម្នាក់មួយផងពុកម៉ែបងប្អូនបាទដើម្បីជាកម្លាំងចិត្តឲ្យខ្ញុំថតវីដេអូតទៀតពុកម៉ែបងប្អូនបាទអរគុណ